ជាដំបូងខ្ញុំចង់សូមគោរពជំរាបសួរលោកគ្រូសម្រាប់ថ្ងៃនេះដែរពួកយើងនឹងធ្វើការឡើងមកបកស្រាយនៅប្រជែកមួយដែលមានឈ្មោះថាជីស្នាមដែលវាគឺជា Smart EV Rental Application នៅក្នុងក្រុមរបស់ពួកយើងគឺមានសមាជិកចំនួន4នាក់គឺឬក្នុងផ្ទាល់ដែលមានឈ្មោះថាចៅចន្ទានិងសមាជិកផ្សេងទៀតរួមមានដូចជាប៊ុនចាគីហ៊ីរតនានិងសៀនសារីវឌ្ឍនាចំពោះ content សម្រាប់ការឡើងមកបកស្រាយនៅថ្ងៃនេះគឺយើងមានចំនួន8ចំណុចធំៗដែលចាប់តាំងពីចំណុចទីចាប់ផ្ដើមឬក៏ introduction រហូតដល់ conclusion សម្រាប់ជាចំណុចដំបូងយើងនឹងមកស្គាល់ថាអ្វីទៅគឺជា G-Snap G-Snap វាគឺជាកម្មវិធីជួយយើងយល់អគ្គិសនីឆ្លាតវៃឬក៏ Smart EV Rental Application មួយដែលត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនិងមិនប៉ះពាល់ទៅដល់បរិស្ថាននៅក្នុងទីក្រុងហើយវាគឺជា platform មួយដែលវាផ្ដល់សេវាកម្មចែករំលែកមធ្យោបាយធ្វើដំណើរតាមដំណើរការអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកជ្រើសរើសនិងជួយយើងយកអគ្គិសនីដូចជាឡានម៉ូតូឬក៏កង់អគ្គិសនីពីបណ្ដាញនៅក្នុងក្រុងឬក៏ជ្រើសរើសសេវាកម្មដឹកជញ្ជូនទៅដល់ទីតាំងផ្ទាល់តែម្ដងក៏បានហើយចូលមកដល់ចំណុចបន្តទៀតយើងនឹងមកយល់ដឹងពីបញ្ហាប្រឈមវិញថាហេតុអីបានជាក្រុមពួកយើងសម្រេចចិត្តបង្កើតកម្មវិធីជាស្នានេះឡើងនៅក្នុងសង្គមបច្ចុប្បន្នយើងសង្កេតឃើញមានបញ្ហាធំៗចំនួន4ដែលកើតមានឡើងដូចជាទី1គឺ environmental impact ដោយការពឹងផ្អែកទៅលើការប្រើប្រាស់យានយន្តដែលប្រើដោយប្រេងឥន្ធនៈជារៀងរាល់ថ្ងៃបានបណ្ដាលឲ្យមានការភាយឡុកឧស្ម័នពុលនៅក្នុងបរិយាកាសឬក៏คล้ายជាការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរដែលវាមានផលប៉ះពាល់ផ្ទាល់ទៅលើសុខភាពផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋនិងធ្វើឲ្យកម្ដៅទីក្រុងកាន់តែក្តៅឡើងចំពោះចំណុចទី2វិញគឺជា traffic and urban congestion ឬក៏ជាការកកស្ទះចរាចរណ៍ចំពោះទីក្រុងដែលកំពុងអភិវឌ្ឍនិងមានដងសកេតប្រជាជនច្រើនតែងតែជួបប្រទះការកកស្ទះផ្លូវណែនណាន់តាន់តាប់នៅរាល់ម៉ោងមកមាញឹកការដែលយើងបើកបររថយន្តខ្នាតធំម្នាក់ឯងឬក៏2នាក់សម្រាប់ការធ្វើដំណើរជិតឬក៏គ្រាន់តែទៅទិញអីវ៉ាន់ក្បែរផ្ទះគឺมันមានប្រសិទ្ធភាពតទៅសោះវាខាតទាំងពេលនៅលើផ្លូវនិងទាំងពិបាករកកន្លែងចតថែមទៀតផងចំពោះចំណុចទី3គឺ high ownership cost ដែលវាគឺជាតម្លៃទៅលើការចំណាយខ្ពស់ដែលមនុស្សជាច្រើនដឹងថាយានយន្តអគ្គិសនីឬក៏ EV មានផលល្អចំពោះបរិស្ថានហើយចង់ប្រើប្រាស់វាណាស់ប៉ុន្តែចំពោះតម្លៃនៃការទិញរថយន្តឬក៏ម៉ូតូអគ្គិសនីមួយគ្រឿងគឺមានការចំណាយទៅលើការថែទាំវាមានតម្លៃហួសហេតុវាមានតម្លៃថ្លៃហួសពីលទ្ធភាពហិរញ្ញវត្ថុរបស់បងប្អូនប្រជាពលរដ្ឋនិស្សិតនិងអ្នករកចំណូលមធ្យមជាច្រើនហើយជាចំណុចចុងក្រោយនោះគឺ lack of micro mobility infrastructure តែវាគឺជាការកង្វះខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងសព្វថ្ងៃយើងនៅមានកង្វះខាតជំរឿនធ្វើដំណើរដែលបាត់បែននិងធូរថ្លៃសម្រាប់ការធ្វើដំណើរចម្ងាយខ្លីៗឬក៏អ្វីដែលយើងហៅថាជា micro mobility ដែលដូចជាឧទាហរណ៍នៅពេលដែលយើងចុះពីលើឡានក្រុងឬក៏ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយនៅក្នុងចម្ងាយត្រឹមតែ1ទៅ2គីឡូម៉ែត្រយើងពិបាករកសេវាកម្មជួលម៉ូតូអគ្គិសនីឬក៏ជិះកង់បន្តណាស់ដែលបង្ខំចិត្តឲ្យយើងត្រូវចំណាយលុយច្រើនទៅលើសេវាកម្មដឹកជញ្ជូនផ្សេងៗហើយបញ្ហាទាំងអស់នេះហើយគឺជាមូលហេតុចម្បងដែលជាស្នើត្រូវបានបង្កើតឡើងដើម្បីបំពេញចំណាត់ប្រហោងទាំងនោះអញ្ចឹងដើម្បីយល់ដឹងអំពីដំណោះស្រាយនៃបញ្ហាប្រឈមទាំងនេះខ្ញុំសូមលើកការបកស្រាយនេះទៅកាន់ចន្ទធីចូលមកដល់ចំណុចបន្ទាប់គឺនិយាយអំពី solution ដែលចំណុចទី1និយាយអំពី mobile responsive web platform ដែលយើងអាចប្រើប្រាស់វាដោយការចូលប្រើសេវាកម្មគ្រប់ពេលវេលាតាមរយៈទូរស័ព្ទដៃ platform ឬក៏ computer ដែលមិនចាំបាច់តម្លើង app ដើម្បីឲ្យ
ដើម្បីប្រើប្រាស់កាន់តែងាយស្រួលចំណុចទី2គឺ localize hubs network ដែលយើងដាក់ចំណតយានជំនិះនៅតាមទីតាំងផ្សេងៗដូចជាសាកលវិទ្យាល័យតំបន់អាជីវកម្មឬក៏តំបន់ទេសចរណ៍បានយ៉ាងងាយស្រួលចំណុចទី3 flexible retail duration ដែលអតិថិជនអាចជួលតាមនាទីឬក៏ម៉ោងឬក៏ពេញមួយថ្ងៃពួកគេចំណាយត្រឹមតែរយៈពេលដែលចង់ប្រើប្រាស់ប៉ុណ្ណោះចូលចំណុចទី4 wooden free eco mobility ដែលយានជំនិះអគ្គិសនីរបស់យើងអាចជួយកាត់បន្ថយចំណាយទៅលើប្រេងការកកស្ទះចរាចរណ៍ឬក៏និងការបញ្ចេញឧស្ម័នកាបូនិកដែលវាជួយលើកកម្ពស់បរិស្ថានឲ្យកាន់តែស្អាតនិងទីក្រុងពណ៌បៃតងចូលចំណុចបន្ទាប់និយាយអំពី target user ដែលចំណុចទី1និយាយអំពី daily commuter ដែលយើងអាចប្រើប្រាស់នឹងអ្នកដំណើរប្រចាំថ្ងៃអាចប្រើប្រាស់ជិះស្នោដើម្បីធ្វើដំណើរទៅធ្វើការឬក៏សាលារៀនបានយ៉ាងឆាប់រហ័សចំណុចទី2គឺ eco conscious individual ដែលយើងអាចយកចិត្តទុកដាក់ចំពោះបរិស្ថានហើយការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនីដើម្បីកាត់បន្ថយការបំពុលបរិស្ថានចំណុចទី3គឺ tourism and visitor គឺជាអតិថិជនធំបំផុតរបស់យើងគឺភ្ញៀវទេសចរដែលត្រូវការមធ្យោបាយធ្វើដំណើរបានយ៉ាងងាយស្រួលនិងមានភាពបត់បែននៅក្នុងការស្វែងយល់ផ្សេងៗចូលចំណុចទី4 student and beginner traveler ដែលសិស្សនិស្សិតនិងអ្នកធ្វើដំណើរដែលចង់សន្សំថវិកាស្វែងរកជម្រើសដែលមានតម្លៃសមរម្យជិះស្នោគឺជាជម្រើសមួយដែលចំណាយតិចជាងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនឬក៏សេវាដឹកជញ្ជូនផ្សេងៗចំណុចបន្ទាប់សូមឲ្យបងរតនាជាអ្នកបកស្រាយបន្តចូលមកដល់ចំណុចរបស់ខ្ញុំនិយាយអំពី main feature របស់ app យើង feature របស់ពួកយើងចង់ឲ្យ user គាត់មានភាពងាយស្រួលក្នុងការប្រើប្រាស់ចំពោះគាត់ហើយ feature របស់យើងមានដូចជា user គាត់អាច log in ដោយប្រើប្រាស់ email និង password ឬក៏ user គាត់ក៏អាច log in ដោយប្រើប្រាស់ Google account sign in បានផងដែរ user គាត់អាចចូលគណនីរបស់គាត់និងគ្រប់គ្រងព័ត៌មានរបស់គាត់បានទៀតផងចំណុចទី2អ្នកប្រើប្រាស់គាត់អាចជួលយានយន្តគិតជាម៉ោងថ្ងៃសប្តាហ៍ឬក៏ជាខែដោយតម្លៃវិញគិតឲ្យអ្នកប្រើប្រាស់សមរម្យជាមួយយានយន្តអគ្គិសនីរបស់ពួកយើងfeatureបន្ទាប់ user គាត់អាចស្វែងរកយានយន្តជាច្រើនប្រភេទដោយមានទៅតាមទីតាំងដែលពួកយើងបានដាក់ហើយយានយន្តរបស់យើងមានសុវត្ថិភាពត្រឹមត្រូវឲ្យអ្នកប្រើប្រាស់មានទំនុកចិត្តខ្ពស់ចំណុច feature ចុងក្រោយអ្នកប្រើប្រាស់គាត់អាចជ្រើសរើសទៅយកយានយន្តទៅតាមហាងរបស់យើងឬក៏អ្នកប្រើប្រាស់អាចឲ្យយានយន្តដែលគាត់ចង់ជួលយកទៅកាន់ទីតាំងផ្ទះគាត់ផ្ទាល់ក៏បានដោយគិតសេវា delivery ទៅតាមចិត្តឬឆ្ងាយចាប់ពី$1ទៅ$5ប៉ុណ្ណោះចំពោះ slide បន្ទាប់គឺបង្ហាញអំពីវីដេអូ demo app របស់ពួកយើង
ការនិយាយរបស់ចំណុចរបស់ខ្ញុំមានដល់ទីបញ្ចប់ហើយស្លាយបន្ទាប់ខ្ញុំឲ្យវឌ្ឍនានិយាយបន្ត ជឿចំពោះខ្ញុំចំពោះ slide បន្ទាប់ទៅលើ future plan របស់យើងគឺសម្រាប់ទៅលើ future plan របស់យើងគឺពង្រីកទៅលើមុខងារតាមសំខាន់ដែលមានធំជា4ផ្នែកគឺទី1គឺការភ្ជាប់ជាមួយនឹង payment gateway ការទូទាត់ទៅលើ digital ដូចជាការប្រើប្រាស់ជាមួយនឹង QR KX បាគងដែលភ្ជាប់ជាមួយនឹង ABA ACLIDA ឬក៏កាតធនាគារដើម្បីជួយដោះស្រាយដល់បញ្ហា error ទៅលើ payment ចំពោះផ្នែកទី2គឺប្រព័ន្ធ Live GPS tracking ដើម្បីតាមដាននៅទីតាំងយានជំនិះយើងជាក់ស្ដែងផ្នែកទី3គឺការអភិវឌ្ឍទៅលើផែនទីកម្រិតខ្ពស់ដែលបង្ហាញអំពីអ្នកដំណើរនិងបញ្ចូលនៅស្ថានីយ៍បញ្ចូលថ្មថាមពល EV charge station និងចំណុចចុងក្រោយគឺប្រព័ន្ធ loyalty and reward គឺជាការបង្កើតនៅបន្ទុកសន្សំដើម្បីសន្សំនៅបន្ទុកជួយកាត់បន្ថយនៅជាតិកាបូនដៃអុកស៊ីតដើម្បីបដូរនៅយករង្វាន់ឬក៏ការបញ្ចុះតម្លៃคูปองផ្សេងចំពោះ slide បន្ទាប់ទៅលើ conclusion របស់យើងគឺកម្មវិធីយានយន្តអគ្គិសនីនេះគឺឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៅលើតម្រូវការរបស់យើងដែលធ្វើបែបបត់តាមបច្ចេកវិទ្យាទំនើបដែលជួយនៅបញ្ចូលនៅ UI បែបទំនើបប្រព័ន្ធជួយបត់បែនបានងាយស្រួលក្នុងការប្រើប្រាស់ទោះបីជាបច្ចុប្បន្នមុខងារ Snow រៀបចំឡើងយ៉ាងរឹងមាំក្តីប៉ុន្តែការដោះស្រាយ error ទៅលើផ្នែក back end និងការបញ្ចូលនៅប្រព័ន្ធទូទាត់ប្រាក់បន្ថែមនឹងធ្វើឲ្យកម្មវិធីក្លាយទៅជាផលិតផលមួយពេញលេញដែលត្រៀមខ្លួនក្នុងការសម្រេចការដាក់ដំណើរការទៅលើទីផ្សារជាក់ស្ដែងបាទសូមអរគុណសម្រាប់ការស្ដាប់